ការនាំចេញទុរេនពីកម្ពុជាទៅចិនសម្រាប់បានជិត 6,000 តោនគឺមានការកើនឡើងខ្ពស់ការនាំចេញផ្លែទុរេនពីកម្ពុជាទៅចិនសម្រាប់បាន 5,738 តោនគិតត្រឹមខែ 7 ដើមឆ្នាំ 2026 ដែលមានការកើនឡើងជិត 40 ដងធៀបទៅនឹងបរិមាណនាំចេញសរុបក្នុងឆ្នាំ 2025 លោកខឹមហ្វីណងអនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនៅថ្ងៃទី 25 ខែកក្កដាឆ្នាំ 2026 បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធការដឹកជញ្ជូននាំចេញទុរេនស្រស់ជើងទី 1 ចំនួន 3 កុងតឺន័រប្រមាណជាង 50 តោនរបស់ក្រុមហ៊ុនពេជ្រចិន្តា The Fruit Production Co Ltd ទៅកាន់ទីផ្សារប្រទេសចិនតាមច្រកដឹកជញ្ជូនផ្លូវគោកឆ្លងកាត់ប្រទេសឡាវលោកខឹមហ្វីណងបន្ថែមថានៅ2សប្តាហ៍ខាងមុខនេះក្រុមហ៊ុនក៏គ្រោងនាំចេញទុរេន 200 តោនបន្ថែមទៀតក្រុមហ៊ុនដែលមកតាក់ទងដល់ក្រុមហ៊ុនវិចខ្ចប់របស់យើងគឺជាក្រុមហ៊ុនមកពីប្រទេសចិនដែលពីមុនក្រុមហ៊ុននេះតែងតែទៅយកទុរេនផ្គត់ផ្គង់ពីប្រទេសថៃហើយបច្ចុប្បន្នដោយសារតែកម្ពុជាមានទុរេនគុណភាពល្អជាងមានទុរេនមានតម្លៃប្រកួតប្រជែងជាងមានច្រកដឹកជញ្ជូនដែលមានប្រសិទ្ធភាពជាងក្រុមហ៊ុននេះបានសម្រេចចិត្តបដូរទីផ្សាររបស់ខ្លួនហើយចាប់ផ្ដើមធ្វើការនាំចេញផ្ទាល់ពីកម្ពុជាទៅប្រទេសចិនផ្ទាល់តែម្ដងលោកខឹមហ្វីណងបានមានប្រសាសន៍ទៀតថាសមិទ្ធផលនេះគឺជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទក្នុងការសម្របសម្រួលបើកច្រកដឹកជញ្ជូនផ្លូវគោកថ្មីឆ្លងកាត់ប្រទេសឡាវហើយដែលអាចកាត់បន្ថយរយៈពេលដឹកជញ្ជូនមកត្រឹមតែ5ថ្ងៃប៉ុណ្ណោះបើប្រៀបធៀបទៅនឹងការដឹកជញ្ជូនតាមផ្លូវទឹកដែលមានបានត្រូវចំណាយពេលពី15ទៅ20ថ្ងៃបើទោះបីជាទើបតែដំណើរការថ្មីនេះច្រកចេញចូលតែមួយនេះកំពុងរួមចំណែកស្រូបយកបរិមាណនាំចេញរហូតដល់ជិត 10% នៃការនាំចេញផ្លែទុរេនទៅកាន់ទីផ្សារប្រទេសចិនសរុបប្រចាំឆ្នាំ 2026 នេះ